ប្របាបមានលក្ខខណ្ឌលំហាត់ក្នុងថង់ទី1មានបាល់ក្រហម5និងបាល់ខ្មៅ3ក្នុងថង់ទី2មានបាល់ក្រហម3និងបាល់ខ្មៅ1ក្នុងថង់ទី3មានបាល់ក្រហម4និងបាល់ខ្មៅ2បើថង់មួយត្រូវបានជ្រើសរើសដោយចៃដន្យនិងបាល់មួយត្រូវបានចាប់យកដោយចៃដន្យក៏រឹក probability ដែលបាល់នោះមានពណ៌ក្រហមខដែលដឹងថាបាល់មួយដែលចាប់បានមានពណ៌ក្រហមរឹក probability ដែលបាល់នោះត្រូវបានចាប់ចេញពីថង់ទី1ចឹងជាដំបូងយើងតាំងអ៊ុយអងជាព្រឹត្តិការណ៍ដែលជ្រើសបានថង់ទី1អ៊ុយដឺជាព្រឹត្តិការណ៍ដែលជ្រើសបានថង់ទី2អ៊ុយ3ជាព្រឹត្តិការណ៍ដែលជ្រើសបានថង់ទី3អ៊ែជាព្រឹត្តិការណ៍ដែលចាប់បានបាល់ក្រហម1បេជាព្រឹត្តិការណ៍ដែលចាប់បានបាល់ខ្មៅ1ចឹងយើងមានយ៉ាក្រាមថង់3អញ្ចឹងថង់3ប្របាបនៃការចាប់បានថង់ទី1គឺ1/3ប្របាបនៃការចាប់បានថង់ទី2ក៏1/3ឯប្របាបនៃការចាប់បានថង់ទី3ដូចគ្នាដែរហើយនៅក្នុងថង់មួយហ្នឹងមាន2ពណ៌មានបាល់2ពណ៌គឺបាល់ក្រហមនិងខ្មៅអញ្ចឹងនៅក្នុងថង់ទី1បាល់ក្រហមមាន5បាល់ខ្មៅមាន3អញ្ចឹងសរុបលើ8ថង់ទី2ដូចគ្នាដែរបាល់ក្រហមមាន3បាល់ខ្មៅមាន1អញ្ចឹងគឺ4សរុបបាល់ទាំងអស់ថង់ទី3បាល់ក្រហមមាន4បាល់ខ្មៅមាន2អញ្ចឹងមាន6បាល់probability ដែលបាល់នោះមានពណ៌ក្រហមមានន័យថាចាប់បានបាល់ក្រហមមួយយើងនឹងប្រើរូបមន្ត probability សរុបដែលបាល់នោះអាចជាបាល់ក្រហមក្នុងថង់ទី1ឬក្នុងថង់ទី2ឬក្នុងថង់ទី3អញ្ចឹងប្របាបដែលចាប់បានបាល់ក្រហមនោះមួយនោះគឺឲ្យដោយប្របាបបាល់ក្រហមស្មើនឹងបាល់ក្រហមនៅក្នុងថង់ទី1ឬបាល់ក្រហមក្នុងថង់ទី2ឬបាល់ក្រហមក្នុងថង់ទី3អញ្ចឹងយើងដឹងថាបាល់ក្រហមក្នុងថង់ទី1មានន័យថាបាល់ក្រហមដែលដឹងថានៅក្នុងថង់ទី1ក៏នឹងប្របាបនៃបាល់នៅក្នុងថង់ទីប្របាបនៃថង់ទី1អញ្ចឹងយើងគណនាចំនួនលេខចូលមកថង់ទី2ក៏ដូចគ្នាថង់ទី3ក៏ដូចគ្នាអញ្ចឹងយើងចំនួនចូលហើយចែកទៅយើងឃើញប្របាបដែលចាប់បានបាល់ពណ៌ក្រហមគឺ 0.68 អក្សរខដែលដឹងថាបាល់មួយដែលចាប់បានមានពណ៌ក្រហមរឹក probability ដែលបាល់នោះត្រូវបានចាប់ចេញពីថង់ទី1យើងប្រើរូបមន្តបាយចេះ probability ដែលបាល់នោះត្រូវបានចាប់ចេញពីថង់ទី1ដែលដឹងថាបាល់មួយដែលចាប់បានមានពណ៌ក្រហមគឺឲ្យដោយអញ្ចឹងបាល់នោះត្រូវចាប់ចេញពីថង់ទី1ដែលដឹងថាបាល់ពណ៌ក្រហមអញ្ចឹងបាល់ពណ៌ក្រហមយើងរកឃើញនៅសំណួរកហើយបាល់ដែលដឹងបាល់ដែលចាប់បានពីថង់ទី1ដឹងថាពណ៌ក្រហមហ្នឹងនេះគឺបាល់ពណ៌ក្រហមដោយដឹងថាថង់ទី1ក៏នឹងប្របាបនៅថង់ទី1បាល់ពណ៌ក្រហមក្នុងថង់ទី1 5/8ហើយប្របាបនៅថង់ទី1គឺ1/3នេះយើងរើលើកមុនហើយយើងចែកទៅឃើញ 0.31